បាទជំរាបសួរពុកម៉ែបងប្អូនសូមបង្ហាញបងប្អូននៅប្រភេទដូងមួយដែលមានពណ៌លឿងបាទនេះបងប្អូននិយាយទៅវាលឿងហ្មងតាំងពីធាងរបស់វាផ្លែរបស់វាហើយតាមដែលខ្ញុំបានកាប់ហូបហ្នឹងគឺប្រភេទដូងនេះទឹកវាអត់សូវផ្អែមប៉ុន្មានទេប៉ុន្តែគ្រាន់តែរូបសម្ផស្សរបស់វាស្អាតហើយនេះបងប្អូននេះឡើងពណ៌លឿងហើយបងប្អូនខ្លះក៏គាត់ថាប្រភេទដូងនេះគេអាចយកធ្វើថ្នាំហើយអ្នកខ្លះទៀតគេឲ្យឈ្មោះថាដូងមាសបាទដូងមាសចឹងទៅហើយខ្ញុំក៏អត់ដឹងថាដូងអីដែរដឹងត្រឹមថាដូងហ្នឹងគេកាប់ហូបទឹកទេអត់ដឹងតែយកធ្វើថ្នាំធ្វើអីទេហើយបងអូនស្គាល់ជួយខមមិនម្នាក់មួយផងបាទនេះលឿងស្អាតណាដូងលឿងហើយផ្លែវាមិនធំហ្មងនេះប្រភេទដូងល្មមកដាលគាត់តែសាច់ពណ៌វាដូងស្អាតទឹកវាអត់សូវឆ្ងាញ់អីហ្មងទេបងប្អូនបាទនេះបងប្អូនមកចំកាមភាសាទៀតបាទអានេះដូងលឿងខ្ញុំបង្ហាញមិញហ្នឹងនេះលឿងបាទឥឡូវផ្លែវារៀងស្បើយដែរយើងកាប់ពីលក់រាល់ថ្ងៃដែរបាទហើយបងប្អូនមានមតិយោបល់អីអាចខមមិននៅខាងក្រោមវីដេអូនេះបានហើយបើរឿងបច្ចេកទេសរឿងការប្រើប្រាស់ជីអីហ្នឹងអាចបងប្អូនខមមិនសួរបានណាបាទហើយថ្ងៃនេះហ្នឹងចូលចំការហ្នឹងគោបំណងហ្នឹងគឺមកកាប់ដូងយកទៅលក់បាទកាប់ដូងយកទៅលក់អូដាច់លុយហើយចឹងមានតែកាប់ដូងលក់កាប់ដូងលក់ហ្នឹងលក់ដូងទៅទិញកាហ្វេបាទទៅផឹកកាហ្វេបាទនេះឥឡូវអត់តាន់ឃើញទេអត់តាន់ឃើញគោដៅទេខ្លះលោកស្អីបាទនេះគោដៅយើងហើយអានេះទម្លាក់វាមួយហើយនៅខាងនោះមួយទៀតនេះអានេះមួយទៀតអានេះគោដៅត្រូវទម្លាក់វាបាទសូមអរគុណសូមជម្រាបលាបើទស្សនាហើយសូមជួយ Subscribe វីដេអូនេះផងបាទសូមអរគុណ